អំពីបញ្ហាប្រជាហ្វូណនมันមានលិខិតផ្លូវការណាមួយរវាងកម្ពុជានិងវៀតណាមដែលផ្លាស់ប្ដូរនៅអរិយភាពឬការសង្ស័យគ្នាទេអត់មានទេអ្វីដែលយើងធ្វើនេះគឺយើងធ្វើការដែលយោគយល់គ្នាហើយទាំងអស់គ្នាយល់ថាពីមុនមកมันមានយល់គ្នាដោយសារជាសារព័ត៌មានហ្នឹងហើយគេហៅថាព័ត៌មានคล้ายឬក៏ព័ត៌មានមិនពិតព័ត៌មានคล้ายបានតែទុនទុច្ចរិតវាបង្កើតឡើងព័ត៌មានមិនពិតបានតែស្ដាប់ព័ត៌មានមិនល្អគាត់អ្នកព័ត៌មានទេមិនគាត់ស្ដាប់មិនល្អមិនច្បាស់ដែលโจហ្វូណនគឺជាប្រេជីកមួយដែលធ្វើការសម្រាប់កិច្ចការគ្រប់គ្រងទឹកជំនន់ធ្វើការថែរក្សានៅលំហូរទឹកធ្វើការគ្រប់គ្រងចែកចាយសម្រាប់កសិកម្មប្រព័ន្ធធារាសាស្ត្រអញ្ចឹងដូច្នេះជាការមួយដែលប្រើទៅបំពេញគ្នាទៅវិញទៅមកទឹកជំនន់ដែលពេលបុកខ្លាំងទន្លេមេគង្គហូរចុះតាមទន្លេធម្មតាទៅអត់ទាន់ទេអញ្ចឹងវាត្រូវមានការចែករំលែកទៅតំបន់ផ្សេងហើយចំពោះនៅពេលដែលផ្លូវទឹកមានហើយប្រវត្តិប្រពៃណីរបស់ខ្មែរក៏ដោយវៀតណាមក៏ដោយឡាវក៏ដោយមិត្តទាំងអស់គ្នាដែលមានដងទន្លេគឺទន្លេគឺបំរើទៅជាចរាចរណ៍ឬក៏នាវាចរបន្ថែមទៀតប៉ុន្តែមនុស្សជាតែបកស្រាយថែមទៀតថាធ្វើឲ្យប៉ះពាល់ដល់ការខឹងសម្បាររបស់ប្រទេសមួយរបស់មិត្តមួយប៉ុន្តែការនិយាយនោះវាជាបុគ្គលដូចខ្ញុំលើកឡើងអញ្ចឹងមិនមែនជាស្ថាប័នទទួលខុសត្រូវរបស់ជាតិទេស្ថាប័នត្រូវទទួលខុសត្រូវរបស់ជាតិនេះទៀតសារព័ត៌មានយើងយកសេចក្តីថ្លែងការណ៍ទៅគឺយើងគ្រប់គ្រងធនធានទឹកឲ្យមានស្ថិរភាពអញ្ចឹងការគ្រប់គ្រងទឹកធនធានទឹកឲ្យមានស្ថិរភាពគឺជាសន្តិសុខមនុស្សជាតិសន្តិសុខស្បៀងអាហាររបស់ប្រទេសយើងនៅទន្លេមេគង្គអញ្ចឹងដូច្នេះហើយទាំងអស់គ្នាគឺយល់ស្របថ្នាក់ដឹកនាំឯកភាពហើយអញ្ចឹងបានយើងកិច្ចសហប្រតិបត្តិការគឺក្នុងក្របខ័ណ្ឌអនុតំបន់ទន្លេមេគង្គនេះមានសារៈសំខាន់ណាស់ហើយយើងហៅថា Greater Mekong Sub Region បាទមហាអនុតំបន់ទន្លេមេគង្គហ្នឹងអញ្ចឹងដូច្នេះធនធានទឹកគឺជាផ្នែកមួយនៅក្នុងកិច្ចសហប្រតិបត្តិការនេះ